ប៉ូឡូញត្រៀមខ្លួនរួចជាស្រេចដើម្បីផ្ទេរយន្តហោះចម្បាំងមីក29ទៅឲ្យប្រទេសអ៊ុយក្រែនជាធ្នូនឹងប្រព័ន្ធប្រឆាំងយន្តហោះគ្មានមនុស្សបើកប្រទេសប៉ូឡូញបានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្ទេរយន្តហោះចម្បាំងមីក29ទៅឲ្យប្រទេសអ៊ុយក្រែនជាធ្នូនឹងប្រព័ន្ធប្រឆាំងមីស៊ីលដែលជាការសម្រេចចិត្តមួយដែលអាចធ្វើបានបន្ទាប់ពីដំណើរការផ្លូវការមួយចំនួនត្រូវបានដោះស្រាយនេះត្រូវបានថ្លែងដោយប្រធានាធិបតីប៉ូឡូញ Karol Nawrocki ក្នុងអំឡុងពេលធ្វើសន្និសីទសារព័ត៌មានរួមគ្នាជាមួយប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky លោកបានបន្ថែមថាការសម្រេចចិត្តនេះមិនផ្ទុយនឹងគោលនយោបាយប៉ូឡូញទេហើយតាមគំនិតរបស់លោកវានឹងត្រូវអនុម័តបន្ទាប់ពីនីតិវិធីមួយចំនួនត្រូវបានដោះស្រាយជាងនេះទៅទៀតជាផ្លូវការបញ្ហាយន្តហោះមីកខ្លួនឯងមិនមែនជាកំហុសត្រូវរបស់ខ្ញុំទេផ្ទុយទៅវិញក្នុងស្ថានភាពនេះយើងកំពុងស្ថិតក្នុងស្ថានភាពនេះនិងកិច្ចប្រជុំនេះគឺជាផុសតាងរឿងនោះយើងកំពុងស្វែងរកភាពជាដៃគូយុទ្ធសាស្ត្រស៊ីមេទ្រីការផ្លាស់ប្ដូរយន្តហោះមីកសម្រាប់ប្រព័ន្ធប្រឆាំងមីស៊ីលនេះមិនផ្ទុយនឹងគោលនយោបាយរបស់យើងទេដូច្នេះបន្ទាប់ពីបញ្ហាផ្លូវការបានចែកចេញខ្ញុំគិតថាបញ្ហានេះនឹងត្រូវបានដោះស្រាយ Karol Nawrocki បាននិយាយប្រធានាធិបតី Volodymyr Zelensky បានមានប្រសាសន៍ថាយន្តហោះទាំងនេះសារៈសំខាន់ពីព្រោះអ្នកបើកយន្តហោះអ៊ុយក្រែនអាចហោះហើរវាបានលោកបានសង្កត់ធ្ងន់ថាបញ្ហាមិនមែនជាកង្វះខាតយន្តហោះទេប៉ុន្តែជាកង្វះខាតអ្នកបើកយន្តហោះយោងតាមលោកការវឹកហាត់អ្នកបើកយន្តហោះលើយន្តហោះ F-16 ត្រូវចំណាយពេលពី8ខែទៅ1ឆ្នាំកន្លះចំណែកអ្នកបើកយន្តហោះអ៊ុយក្រែនអាចប្រយុទ្ធលើយន្តហោះ MiG-29 បានភ្លាមដោយមិនចាំបាច់វឹកហាត់បន្ថែមទៀតនៅពេលដែលរៀងរាល់ថ្ងៃអ្នកកំពុងប្រយុទ្ធក្នុងសង្គ្រាមអ្នកបើកយន្តហោះគ្រប់រូបដែលគ្មាននោះគឺជាកំហុសធំមួយហើយការវឹកហាត់អ្នកបើកយន្តហោះត្រូវចំណាយពេលច្រើនឆ្នាំនឹងបញ្ហាមិនមែនថាយើងមិនមានយន្តហោះ F-16 ទេទោះបីជាវាមិនមែនជាយន្តហោះថ្មីក៏ដោយប៉ុន្តែយើងមិនមានវាទេនេះមិនមែនជាបញ្ហាគឺអ្នកយកអ្នកបើកយន្តហោះដែលមានបទពិសោធន៍ពីសមរភូមិអ្នកយកអ្នកបើកយន្តហោះដែលមានបទពិសោធន៍ពីសង្គ្រាមនិងបញ្ជូនគាត់ទៅក្រៅប្រទេសប្រធានាធិបតីអ៊ុយក្រែនបានកត់សម្គាល់អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធប៉ូឡូញបានប្រកាសនៅដើមខែធ្នូថាប្រទេសប៉ូឡូញនិងអ៊ុយក្រែនកំពុងចរចាអំពីការផ្ទេរយន្តហោះចម្បាំង MiG-29 ចុងក្រោយរបស់ប៉ូឡូញសម្រាប់តម្រូវការនៃកងទ័ពអាកាសអ៊ុយក្រែនការផ្ទេរយន្តហោះនេះត្រូវបានបញ្យល់ថាដោយសារតែវាបានចោះដល់ចុងអាយុកាលសេវាកម្មរបស់វាហើយមិនមានការរំពឹងទុកណាសម្រាប់ទំនើបថែមទៀតនៅក្នុងកងទ័ពអាកាសប៉ូឡូញទេការផ្ទេរនេះត្រូវបានរំពឹងថានឹងក្លាយទៅជាផ្នែកមួយនៃគោលនយោបាយរួមរបស់ NATO ក្នុងការពង្រឹងផ្នែកខាងកើតនៃសម្ព័ន្ធមិត្តនិងគាំទ្រអ៊ុយក្រែនយន្តហោះ MiG-29 ដែលបានបញ្ឈប់ដំណើរការនឹងត្រូវបានជំនួសដោយយន្តហោះ F-16 និង FA-50 ដែលទំនើបជាងស្របពាក្យនេះទៅនឹងការពិភាក្សាអំពីការផ្ទេរយន្តហោះចម្បាំងការចរចាលើគោលការណ៍នៃការស្នងសងកំពុងដំណើរការអ៊ុយក្រែនអាចផ្ដល់នូវបច្ចេកវិទ្យាមួយចំនួនក្នុងវិស័យយន្តហោះគ្មានមនុស្សបើកនិងប្រព័ន្ធមីស៊ីលសូមអានថែមទៀតអំពីសមត្ថភាពនៃយន្តហោះ MiG-29 ប៉ូឡូញនៅក្នុងរបាយការណ៍ពិសេសរបស់យើងដែលមានចំណងជើងថាប្រវត្តិនិងសមត្ថភាពនៃយន្តហោះ MiG-29 ប៉ូឡូញជាការពង្រឹងសក្តានុពលនៃអាកាសយានអ៊ុយក្រែនទីភ្នាក់ងារស៊ើបការសម្ងាត់និយាយថាយន្តហោះគ្មានមនុស្សបើកអ៊ុយក្រែនបានវាយប្រហារយន្តហោះចម្បាំង Su-27 របស់រុស្ស៊ីចំនួន2គ្រឿងនៅគ្រីមៀសេវាសន្តិសុខអ៊ុយក្រែន SBU បាននិយាយនៅថ្ងៃទី20ខែធ្នូថាយន្តហោះគ្មានមនុស្សបើករយៈចម្ងាយឆ្ងាយរបស់អ៊ុយក្រែនបានវាយប្រហារយន្តហោះចម្បាំង Su-27 របស់រុស្ស៊ី2គ្រឿងនៅឯអាកាសយានដ្ឋានយោធា Belbek ក្នុងតំបន់គ្រីមៀដែលរុស្ស៊ីកាន់កាប់យោងតាមទីភ្នាក់ងារយន្តហោះគ្មានមនុស្សបើកទាំងនេះត្រូវបានដំណើរការដោយមជ្ឈមណ្ឌលប្រតិបត្តិការពិសេស A ឬ Alpha របស់ SBU Belbek គឺជាអាកាសយានដ្ឋានយោធារុស្ស៊ីមួយនៅក្នុងតំបន់គ្រីមៀដែលកាន់កាប់ដែលមានទីតាំងនៅជិតសេវាស្តូប៉ូលវាត្រូវបានប្រើប្រាស់ដោយកងកម្លាំងរុស្ស៊ីជាមជ្ឈមណ្ឌលសំខាន់សម្រាប់ដាក់ពង្រាយយន្តហោះចម្បាំងនិងដាក់ពង្រាយទ្រព្យសម្បត្តិការពារដែនឯកអង់លើកណូឧបទ្វីបSBU បានសរសេរនៅលើ Telegram ថា
យន្តហោះគ្មានមនុស្សបើករយៈចម្ងាយឆ្ងាយរបស់មជ្ឈមណ្ឌលប្រតិបត្តិការពិសេស Alpha របស់ SBU បានវាយប្រហារយន្តហោះចម្បាំង Su-27 ចំនួន2គ្រឿងនៅឯអាកាសយានដ្ឋានយោធារុស្ស៊ីក្នុងទីក្រុង Belbek ក្នុងតំបន់ Crimea ដែលរុស្ស៊ីកាន់កាប់ជាបណ្ដោះអាសន្នយន្តហោះមួយគ្រឿងកំពុងស្ថិតនៅលើផ្លូវរត់តាស៊ីដែលមានផ្ទុកពេញហើយត្រៀមខ្លួនរួចជាស្រេចសម្រាប់វាយប្រយុទ្ធវាត្រូវបានបំផ្លាញចោល SBU បាននិយាយថាតម្លៃទាំងអស់របស់យន្តហោះ2គ្រឿងត្រូវបានប៉ាន់ស្មានថាមានប្រហែល$70 លានវាក៏បាននិយាយផងដែរថាតោងត្រួតពិនិត្យរបស់អាកាសយានដ្ឋានត្រូវបានវាយប្រហារដែលអាចធ្វើឲ្យស្មុគស្មាញក្នុងការរៀបចំនិងគ្រប់គ្រងជំហរហោះនៅអាកាសយានដ្ឋានទីភ្នាក់ងារនេះបានបន្ថែមថានេះគឺជាការវាយប្រហារលើអាកាសយានដ្ឋានសំខាន់ៗរបស់រុស្ស៊ីនិងការបំផ្លាញយន្តហោះនិងប្រព័ន្ធការពារដែនអាយអង្គក្នុងតំបន់ Crimea ដែលរុស្ស៊ីកាន់កាប់បានកាត់បន្ថយសក្តានុពលយោធារបស់សត្រូវក្នុងតំបន់យ៉ាងខ្លាំងណាស់ SBU បាននិយាយថាការងារសៀវបែបនេះនឹងបន្តលោក Zelensky និយាយថាអ៊ុយក្រែនកំពុងធ្វើការលើយន្តការសម្រាប់ការបោះឆ្នោតនៅបរទេសសម្រាប់ពលរដ្ឋដែលរស់នៅក្រៅប្រទេសប្រធានាធិបតី Volodymyr Zelensky បាននិយាយនៅថ្ងៃទី20 ខែធ្នូថាក្រសួងការបរទេសអ៊ុយក្រែនកំពុងធ្វើការលើការបង្កើតយន្តការមួយសម្រាប់ផ្ដល់លទ្ធភាពដល់ពលរដ្ឋអ៊ុយក្រែនដែលរស់នៅក្រៅប្រទេសនៅក្នុងការបោះឆ្នោតលើកក្រោយរបស់ប្រទេសលោក Zelensky បានធ្វើអត្ថាធិប្បាយលើការបោះឆ្នោតនៅពេលអនាគតជាផ្នែកមួយនៃកិច្ចព្រមព្រៀងសន្តិភាពឬបទឈប់បាញ់ដែលអ៊ុយក្រែនបានពិភាក្សាជាមួយសហរដ្ឋអាមេរិកច្បាប់អ៊ុយក្រែនហាមឃាត់ការបោះឆ្នោតក្នុងអំឡុងពេលសង្គ្រាមប៉ុន្តែការបោះឆ្នោតនោះអាចត្រូវបានធ្វើឡើងប្រសិនបើច្បាប់អាញាសឹកត្រូវបានលើកឬច្បាប់ត្រូវបានធ្វើវិសោធនកម្មប្រធានាធិបតីបានប្រាប់នាយកព័ត៌មានថានៅក្នុងស្ថានភាពសពថ្ងៃនេះដំណើរការនេះនឹងមានភាពស្មុគស្មាញដោយសារតែចំនួនជនជាតិអ៊ុយក្រែនដែលរស់នៅក្រៅប្រទេសប៉ុន្តែនេះគឺជាភារកិច្ចរបស់ក្រសួងការបរទេសហើយពួកគេបានចាប់ផ្ដើមធ្វើការលើវារួចហើយប្រធានាធិបតីបានបន្ថែមថាពួកគេមានទំនាក់ទំនងជាមួយដៃគូរបស់ពួកគេនៅបរទេសហើយសម្រាប់បញ្ហានេះចាំបាច់ត្រូវសម្របសម្រាលហេដ្ឋារចនាសម្ព័ន្ធដែលអាចធ្វើទៅបាននៅក្រៅប្រទេសដើម្បីឲ្យការបោះឆ្នោតមានផាសុកសេចក្តីថ្លែងការណ៍របស់លោក Zelensky ធ្វើឡើងបន្ទាប់ពីការកត់សម្គាល់ថ្មីៗរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump អំពីការបោះឆ្នោតនៅអ៊ុយក្រែនពេលត្រូវបានសួរលោក Trump បាននិយាយក្នុងបទសម្ភាសន៍ជាមួយ Politico ដែលបានចាក់ផ្សាយនៅថ្ងៃទី9 ខែធ្នូថាដល់ពេលហើយសម្រាប់អ៊ុយក្រែនដើម្បីធ្វើការបោះឆ្នោតជាការឆ្លើយតបទៅនឹងការអត្ថាធិប្បាយរបស់លោក Trump លោក Zelensky បាននិយាយនៅថ្ងៃទី9 ខែធ្នូថាការរៀបចំការបោះឆ្នោតអាស្រ័យទៅលើសន្តិសុខភាពការបោះឆ្នោតដោយដែលបានធានាដោយសម្ព័ន្ធមិត្តលោកខាងលិចការអំពាវនាវឲ្យមានការបោះឆ្នោតកើតឡើងខណៈរុស្ស៊ីបន្តវាយប្រហារប្រទេសនេះជាប្រចាំហើយក៏អាស្រ័យទៅលើសមត្ថភាពរបស់ទីហ៊ានអ៊ុយក្រែននៅក្នុងការបោះឆ្នោតផងដែរការប៉ាន់សម័នដែលធ្វើឡើងដោយឧបសនៈស្នុកអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសជនឬ UNHCR បង្ហាញថាជនភៀសជនអ៊ុយក្រែនជាង5 លាននាក់បានភៀសចេញពីប្រទេសបន្ទាប់ពីការឈ្លានរករុស្ស៊ីលើអ៊ុយក្រែនចំនួនសរុបមិនរាប់បញ្ចូលពលរដ្ឋអ៊ុយក្រែនដែលរស់នៅក្រៅប្រទេសមុនពេលចាប់ផ្ដើមការឈ្លានរករុស្ស៊ីនៅក្នុងខែកុម្ភៈឆ្នាំ2022ទេប្រធានាធិបតីអ៊ុយក្រែនបានមានប្រសាសន៍ថានៅថ្ងៃទី18 ខែធ្នូលោកគាំទ្រគំនិតអំពីការបោះឆ្នោតតាមអ៊ីនធឺណិតសម្រាប់ជនជាតិអ៊ុយក្រែនដែលរស់នៅក្រៅប្រទេសលោកបានមានប្រសាសន៍ថាចាប់តាំងពីការចាប់ផ្ដើមនៃជំងឺរីករាលដាលនៃ COVID-19 មកខ្ញុំតែងតែគាំទ្រហើយលើកឡើងបញ្ហានៃការផ្លាស់ប្ដូរនីតិបញ្ញត្តិដើម្បីឲ្យប្រជាជនអាចបោះឆ្នោតតាមអ៊ីនធឺណិតបានរហូតមកដល់ពេលនេះយើងមិនទាន់បានចូលរួមឯកភាពគ្នាជាមួយសមាជិករដ្ឋសភាទេប្រធានាធិបតី Zelensky ដែលកាន់តំណែងនេះតាំងពីខែឧសភាឆ្នាំ2019មកបាននិយាយនៅខែកញ្ញានេះថាលោកបើកមិនស្វែងរកការបោះឆ្នោតឡើងវិញបន្ទាប់ពីសង្គ្រាមបានបញ្ចប់លោក Zelensky បានសន្និដ្ឋានថាមិនមែនសម្រាប់ប្រធានាធិបតីរុស្ស៊ីលោកពូទីនទេដែលសម្រេចថាពេលណាហើយនៅក្នុងទម្រង់បែបណាដែលការបោះឆ្នោតនឹងធ្វើឡើងនៅក្នុងប្រទេសអ៊ុយក្រែនលោកមិនមែនជាពលរដ្ឋអ៊ុយក្រែនទេហើយលោកពិតជាមិនអាចមានឥទ្ធិពលទៅលើលទ្ធផលឬអ្វីៗផ្សេងទេឡើយ